យើងមកសិក្សាបន្តទៅក្នុងមេរៀន JavaScript របស់យើងបន្តទៀតនៅក្នុងវីដេអូនេះគឺនឹងលើកយកមកបង្ហាញពីការប្រើប្រាស់ break statement ក្នុង JavaScript break statement ហ្នឹងវាដំណើរការដូចម្ដេចឥឡូវយើងទៅសិក្សាមើលទាំងអស់គ្នា break គឺជា keyword មួយដែលប្រើសម្រាប់បញ្ឈប់ loop ឬ switch case ភ្លាមៗនៅពេលដែលលក្ខខណ្ឌណាមួយត្រូវបានបំពេញត្រឡប់មកវិញការប្រើប្រាស់ break ហ្នឹងគឺជាការប្រើប្រាស់ដើម្បីបញ្ឈប់ loop របស់យើងជាទូទៅប្រសិនបើយើងប្រើ loop ក្នុងចំណុចពី0ដល់10ដំណើរការដល់10លេខអញ្ចឹងចុះនៅពេលដែលយើងចង់បង្កើតជាលក្ខខណ្ឌមួយឲ្យវាបញ្ឈប់ loop របស់យើងនៅត្រឹម5ត្រឹម4ត្រឹម3នោះគឺយើងប្រើលក្ខខណ្ឌ break នេះឯងដើម្បីបញ្ឈប់ loop ទៅចំណុចត្រង់ណាមួយដែលយើងចង់បាននេះគឺជា syntax របស់ break បាទគឺយើងសរសេរពាក្យ break នឹងមកបន្ទាប់មកយើងប្រើ semicolon បាទគឺសញ្ញា semicolon យើងមើលឧទាហរណ៍មួយបាទនេះគឺជាឧទាហរណ៍ដែលយើងយកមកប្រើដើម្បីធ្វើការ break យើងប្រើ for loop មួយដែល let i ស្មើ1ហើយឲ្យ i ហ្នឹងតូចជាងឬស្មើ10អញ្ចឹងឲ្យ i វារត់បាទបន្ទាប់មកយើងនឹងបង្កើតលក្ខខណ្ឌ if មួយ if i ស្មើ5 break ហើយ console.log i នេះគឺជារូបមន្តក្នុងការសរសេរកូដដើម្បីបញ្ចប់ i ហើយដំណើរការរបស់វាគឺវានឹងរត់ពី1ដល់4ដោយសារតែយើងកំណត់លក្ខខណ្ឌឲ្យវាស្មើ5អញ្ចឹងកូដរបស់យើងនឹងរត់បង្ហាញពី1ដល់4នេះគឺជាលទ្ធផលបង្ហាញគឺលក្ខណៈបែបនេះហើយយើងមកមើលពីដំណើរការរបស់ code ហ្នឹងដំណើរការដូចម្ដេចគឺវាពិនិត្យតាមលក្ខខណ្ឌរបៀបនេះបងប្អូនគឺវាពិនិត្យតាមលក្ខខណ្ឌរបៀបនេះទី1គឺ i ហ្នឹងវានឹងធ្វើការពិនិត្យកូដកន្លែង condition នេះពេលដែលកូដ run ទី1គឺ i ស្មើ1ពិនិត្យហើយថា i តូចជាងឬស្មើ10គឺវាពិតដូច្នេះវារត់ម្ដងហើយទៅវាទៅពិនិត្យជាមួយនឹង i ស្មើ5នេះថា i ហ្នឹងស្មើ5ឬក៏អត់បើអត់ស្មើទេវានឹងរត់1បន្ទាប់មកទៀតគឺវានឹងរត់ម្ដងមួយរហូតដល់ i ស្មើ5ទើបវាលែងទើបបង្កើតជា break មួយគឺផ្ដាច់យកតែម្ដងគឺវាលែងរត់បានន័យថាពេលដែលវាដល់ចំណុចទី5គឺវា break ចុះបាទគឺវាផ្ដាច់វាអត់ដំណើរការវានឹងដូច្នេះការកូដរបស់យើងគឺរត់មកគឺត្រឹមតែលេខ4បាទគឺត្រឹមតែ4នេះទេបាទគឺត្រឹមតែ4អូខេឥឡូវយើងទៅធ្វើការសិក្សាឧទាហរណ៍ជាក់ស្ដែងទៅលើការសរសេរកូដឧទាហរណ៍បាទគឺយើងប្រើ break statement ដោយប្រើ for loop ដើម្បីកំណត់ break for i ស្មើយើង let បាទគឺប្រកាស available វាមួយ let i assign 1អូខេយើង assign 1ហើយគឺយើងដាក់ semicolon មក semicolon របស់យើងបន្ទាប់មកយើងធ្វើការកំណត់លក្ខខណ្ឌឲ្យ i តូចជាងឬក៏ស្មើ100ចាស់យើងកំណត់ឲ្យវារត់ដល់100អូខេយើងថែមដាក់ semicolon មកបន្ទាប់មកទៀតគឺ i increase បាទ i increase គឺ i plus plus
គេចាក់ក្នុង block code នេះគឺយើងចាប់ផ្ដើមធ្វើការកំណត់លក្ខខណ្ឌឲ្យបញ្ឈប់លក្ខណៈលក្ខខណ្ឌបញ្ឈប់គឺជាដំបូងឡើយគឺយើងត្រូវប្រើ if ហើយយើងឲ្យវាបញ្ឈប់ត្រឹមណាឧទាហរណ៍ឲ្យវាបញ្ឈប់ត្រឹម15ទៅចុះ15 if i មក15ចឹងយើងឲ្យវា break ចុះមក break គេយើងថែម semicolon ឲ្យវាមកកន្លែងនេះខ្ញុំភ្លេចដាក់ script បាទចិត្តតែភ្លេចដាក់ script ឲ្យវាសិនបានដំណើរការ code ហ្នឹងបើយើងអត់ដាក់ទេវាអត់ដំណើរការទេអូខេ break តបមក break ហើយទើបយើងទាញ output ចេញមក console.log i semicolon គោលដៅរបស់កូដដែលយើងកំពុងផ្សេងនេះគឺយើងបង្កើត for loop មួយឲ្យវាដំណើរការពី1ដល់100ហើយយើងក៏បានកំណត់ឲ្យវាឈប់ត្រឹមលេខ15សូមទោសត្រឹមលេខ14បាទត្រឹមលេខ14ពីព្រោះនៅពេលដែលវារត់មកលេខ15កូដ15នេះគឺអត់ដំណើរការទេគឺវាបញ្ឈប់តែម្ដងដូច្នេះកូដរបស់យើងគឺរត់មកដល់ត្រឹមលេខ14ឥឡូវយើងទៅមើល output ទាំងអស់គ្នាកូដនេះគឺបានដំណើរការចេញជាលទ្ធផលហើយគឺវារត់រហូតដល់លេខ14គឺបញ្ចប់ត្រឹមលេខ14នេះជាលទ្ធផលដែលយើងបានសរសេរចេញមកយើងត្រឡប់មកវិញម្ដងទៀតការប្រើប្រាស់ break ហ្នឹងគឺជាការប្រើប្រាស់ដើម្បីបញ្ចប់នៅ loop បញ្ចប់នៅរង្វិលជុំលេខរបស់យើងបើសិនបើយើងអាចចង់ឲ្យវារត់ត្រឹមចប់ត្រឹមណានោះវានឹងចប់នៅត្រឹមនោះសម្រាប់ឧទាហរណ៍បន្ទាប់នេះគឺយើងនឹងធ្វើការប្រើប្រាស់នៅលើ array មួយបង្កើត array មួយឧទាហរណ៍យើងមាន array array ជាចំនួនលេខ110 comma 20 comma 30 comma 40 comma 50 semicolon នៅក្នុងនេះគឺយើងនឹងធ្វើការទៅលើ for off ដើម្បីបង្កើត break ហើយយើងចង់ទាញយក array មួយដែលយើងចង់បានឧទាហរណ៍ឥឡូវយើងចង់បានលេខ40មកបង្ហាញអញ្ចឹងថាយើងត្រូវធ្វើដូចម្ដេចទី1គឺយើងធ្វើការ loop វាសិនដោយប្រើ for of loop for okay let num of number let num of number មកបន្ទាប់មកគឺយើងនឹងធ្វើការកំណត់លក្ខខណ្ឌឲ្យវា if num របស់យើងស្មើប្រមាណដើម្បីឲ្យវាបង្ហាញ num របស់យើងស្មើយើងចង់ឲ្យវាយើងចង់ទាញយក30លេខ30អូខេ num ស្មើ30
ដូច្នេះយើងដាក់មក console ទាញ output មក console.log អូខេ found plus number សំដៅ found plus 5អូខេយើងដាក់semicolon មក break តមកបានយើងប្រើ break គេ semicolon ណា semicolon នេះបាទដូច្នេះគឺប៉ុណ្្នឹងឯងនោះវាលទ្ធផលគឺចេញមកគឺលេខ30លទ្ធផលគឺ found លេខ30ជាកន្លឹះមួយដែលភាគច្រើនអ្នកសិក្សាតែងតែយល់ច្រឡំក្នុងការប្រើប្រាស់ console.log នេះណាបើសិនបើយើងចង់ឲ្យកូដបាទរត់បង្ហាញនៅអ្វីដែលយើងចង់បានគឺយើងត្រូវប្រើ console.log នេះនៅក្នុងឃ្នៀបនៅក្នុង block code របស់ if ដែលឡែកបើសិនបើចង់ឲ្យវាដំណើរការ code ពី10 20 30 40 50ឬក៏ទៅតាមកំណត់ឧទាហរណ៍បើសិនបើយើងចង់ឲ្យកូដរបស់យើងរត់ពី10 20 10 20អញ្ចឹងយើងត្រូវប្រើ console.log នេះគឺមកក្រៅ block code របស់ if វិញឧទាហរណ៍ជាក់ស្ដែងគឺខ្ញុំនឹងបង្ហាញបាទបើសិនបើយើងប្រើ console.log នឹងយ៉ាងនេះថាតើលទ្ធផលវានឹងចេញរបៀបម៉េច save លទ្ធផលគឺវានឹងចេញពីវានឹង loop ពី10 20ដល់លក្ខខណ្ឌដែលយើងកំណត់គឺស្មើ30នោះវានឹងត្រូវមិនបិទមិនដំណើរការផ្ដាច់ដំណើរការចំណុចខុសគ្នាគឺគ្រាន់តែការផ្លាស់ប្ដូរនៅ output របស់យើងទី1បើសិនបើយើងចង់ទាញយកតាចំនួនដែលយើងចង់បានគឺយើងប្រើ console.log នៅក្នុង block code if របស់យើងប៉ុន្តែបើសិនបើយើងចង់ឲ្យវា loop នៅចំនួនផ្សេងបន្តទៅតាមអ្វីដែលយើងចង់កំណត់នោះយើងត្រូវប្រើ console.log នៅក្រៅ block code បាទនេះគឺជាចំណុចដែលគួរតែចងចាំអូខេឥឡូវយើងបន្តមកទៀតនៅចំណុចដែលយើងប្រើ array នេះគឺយើងប្រើ for of loop យើងក៏អាចប្រើនៅវិធីម្យ៉ាងទៀតបានផងដែរគឺយើងអាចប្រើជាលក្ខណៈ for loop ក៏បានឧទាហរណ៍គឺខ្ញុំនឹងធ្វើការប្រើ for loop ដើម្បីបង្ហាញតែម្ដងយើងមាន array ដដែលអូខេអាច array ដល់យើងអាច60 70អញ្ចឹងចុះតបមកយើងនឹងធ្វើការបង្កើត script មួយផ្នែកទៀតឥឡូវយើងនឹងធ្វើការប្រើរូបមន្តបាទនេះគឺខុសគឺដោយសារតែវាជាន់ជាមួយនឹងលើនេះអញ្ចឹងដល់ពេលដែលវាជាន់គ្នាគឺវាអត់នេះទេអញ្ចឹងយើងអាចហៅ number 1 number 1នេះតាអូខេខ្ញុំបង្កើតទៅលើបន្តិចអូខេឥឡូវយើងប្រើ for loop ម្ដងអូខេ for let i ស្មើ0បាទអូខេយើងដាក់ semicolon បាទ
តមកគឺយើងដាក់លក្ខខណ្ឌមក i តូចជាងមក i តូចជាងគឺ i តូចជាងឬក៏ស្មើnum dot let ដាក់តូចជាងមកបាទតូចជាង num dot let អូខេកន្លែងនេះគឺយើងដាក់ semicolon តបមកយើង increase មក i plus plus យើងកើតជា log code អូខេហ្នឹងយើងកំណត់លក្ខខណ្ឌឲ្យវាមកគឺ if កញ្ចក់ i ស្មើយើងចង់ទាញយកចំនួនប៉ុន្មានដូចជា50 60 70ឬក៏10ឬក៏20ឥឡូវយើងទាញយក20មកបង្ហាញគេតបមកគឺយើងដាក់ block code យើងមកអូខេ console out console.log .log i semicolon break semicolon អូខេ save លទ្ធផលអត់បង្ហាញមានបញ្ហាកូដអូខេ let i ស្មើ20បាទយើងខុសកូដកន្លែងនេះគឺ i នេះគឺជា index បាទអញ្ចឹងយើងអត់ប្រៀបធៀប index ទេគឺយើងប្រៀបធៀបតម្លៃ array នេះតែម្ដងដែលការប្រៀបធៀបតម្លៃ array គឺយើងប្រើលក្ខណៈបែបនេះណាគឺ numlock number 1យើងប្រើសញ្ញាឃ្នាប i បាទអញ្ចឹងគឺបងប្អូនគឺគួរតែយល់ពីចំណុចនេះហើយនេះគឺជាតម្លៃពិតប្រាកដរបស់ញូលរបស់20 30 40នេះឯងហើយបើសិនបើយើងប្រើ i ទៅទេគឺវាជាលក្ខណៈ index ហ្នឹងគឺជាតម្លៃបង្កប់នៅក្នុង array របស់យើងមាន0 1 2 3 4 5ចឹងទៅដូច្នេះមិញដោយសារតែវាអត់បង្ហាញគឺដោយសារតែយើងប្រៀបធៀប index ឥឡូវយើងប្រៀបធៀបតម្លៃពិតប្រាកដយើងយកតម្លៃនេះគឺឲ្យស្មើ20ហើយវានឹងបង្ហាញបន្ទាប់មក console.log របស់យើងអាចដាក់មកអូខេ for loop ចោះកន្លែងនេះ for loop found តបមកគឺ plus អូខេ plus num i តមកបាន break អូខេឥឡូវយើងទៅមើលម្ដងទៀត save អូខេលទ្ធផលគឺបានហើយគឺយើងបានទាញយកលេខ20ចេញមកបានហើយបើសិនមកយើងចង់បានលេខ70តើឬក៏លេខ60ឬក៏លេខ50តើយើងត្រូវធ្វើយ៉ាងម៉េចងាយបាទងាយទេបើសិនមកយើងក៏ចង់បានបង្ហាញជាលេខ50ដូច្នេះយើងគ្រាន់តែដូរលេខ50នៅចំណុចនេះមកនោះវានឹងបង្ហាញឲ្យយើងហើយងាយបាទអត់មានបញ្ហាទេចំណុចនេះបាទលទ្ធផលគឺលេខ50បាទដូចគ្នាដែរបើសិនបើយើងឲ្យចង់រត់ជាលក្ខណៈ loop គឺយើងគ្រាន់តែបដូរវាមកបដូរ output មកខាងក្រោមវិញវានឹងរត់ loop ដូចនេះបាទបើសិនបើយើង
បាទទាញ output មកដាក់ខាងក្រៅ block code នេះវិញនោះវានឹងដំណើរការពី10 20 30 40បាទបាទនេះគឺជាលទ្ធផលដែលយើងបានប្រើប្រាស់ output នៅខាងក្រៅ block code របស់ if នោះវានឹងធ្វើការ loop ទៅតាមលក្ខខណ្ឌរបស់យើងអូខេសម្រាប់មេរៀន break របស់យើងនៅពេលនេះគឺត្រូវបានបញ្ចប់ពេលនេះបាទអញ្ចឹងយើងនឹងធ្វើការបន្តនៅមេរៀនថ្មីបន្តទៀតប្រសិនបើមានបញ្ហាមិនយល់ត្រង់ចំណុចណាអាច comment សួរបានឬក៏អាចចូលរួមនៅក្នុង channel Telegram ដើម្បីទទួលបានវីដេអូជាបន្តបន្ទាប់អរគុណច្រើនជម្រាបលា